Yeah ប្រវត្តិសាស្ត្រមិនមែនរឿងលេងខ្មែរមានឈាមមានដីមានចិត្តដែកពីសម័យអង្គរយើងធ្លាប់ខ្លាំងប្រាសាទឈរឡើងដូចភ្លើងមិនចាញ់អំណាចធំលើដែនដីអាស៊ីប៉ុន្តែពេលខ្សោយសត្រូវចូលភ្លាមឆ្នាំមួយពួកគេវាចូលអង្គរប្រជាជនរត់គេចខ្លាចជារឿងកម្រិតធ្ងន់រាធានីផ្លាស់ទីចិត្តនៅតែឈឺដីខ្លះបាត់ទៅតែមិនដែលភ្លេចទេដីដូនតាមិនឲ្យនរណាមកយកឈាមខ្មែរនៅតែរត់ក្នុងសរសៃមិនស្រងអតីតកាលឈឺតែបច្ចុប្បន្នយើងឈររួមគ្នារក្សាមិនឲ្យបាត់បង់ទៀតទេសម័យក្រោយក៏មិនទាន់ស្ងប់សៀមវាតចូលមកក្បត់គ្នាច្រើនដងខ្មែរកណ្ដាលរងសម្ពាធពីដូចត្រីតូចត្រូវរស់ក្នុងទឹកព្យុះធំព្យុះធំមនុស្សត្រូវគេចាប់ដីត្រូវបាត់បង់វប្បធម៌ខ្លះក៏ត្រូវគេយកចេញទៅផងប៉ុន្តែខ្មែរមិនដែលបោះបង់ចិត្តនៅតែឈរឡើងវិញទោះបីដួលជាច្រើនដងដីដូនតាមិនឲ្យនរណាមកយកឈាមខ្មែរនៅតែរត់ក្នុងសរសៃមិនស្រងអតីតកាលឈឺតែបច្ចុប្បន្នយើងឈររួមគ្នារក្សាមិនឲ្យបាត់បង់ទៀតទេមើលទៅអនាគតកុំឲ្យកំហុងដដែលប្រវត្តិសាស្ត្របង្រៀនឲ្យយើងរឹងមាំជាងមុនមិនមែនសម្រាប់ស្អប់តែសម្រាប់ចាំថាអ្វីជារបស់យើងត្រូវការពារដីដូនតាមិនឲ្យនរណាមកយកឈាមខ្មែរនៅតែរត់ក្នុងសរសៃមិនស្រងអតីតកាលឈឺតែបច្ចុប្បន្នយើងឈររួមគ្នារក្សាមិនឲ្យបាត់បង់ទៀតទេ Yeah មិនភ្លេចអតីតកាលតែដើរទៅមុខដោយសន្តិភាពខុសភាគួយ